少神奇故事到处把你传扬，精湛的武艺，举世无双，少林寺威震四方，悠久的历史源远流长，少林寺美名辉煌，千年的故事，神秘的地方，嵩山有路，人人都向往，无数的故乡，迷人的地方，天下知名，万古流芳。នៅក្នុងសម័យរាជការមេយានសុងនិងយានស៊ឺវ៉ានក្តោបក្តាប់រាជការពេលដែលគេកំពុងតែរៀបចំល្បិចធ្វើការពង្រីកកម្លាំងនៅតាមតំបន់នានាតំបន់ជាងណានបានខ្លាយទៅជាទឹកដីរបស់ចៅឈ្លានពាននៅពេលដែលការឈ្លានពានកាន់តែខ្លាំងក្លាឡើងដែនសមុទ្ររាប់ពាន់យោជន៍បានប្រកាសភាពអាសន្នក្នុងពេលតែមួយយ៉ាងម៉េចមេឃជិតភ្លៀងហើយមើលតែមេឃដូចជាមិនតំណងភ្លៀងសោះយើងទៅភូមិខាងមុខជ្រោកភ្លៀងសិនទៅអូយចំពត់មកហើយ chơi làm nào baอยู่หลานโกนตรึงสนับตามปกตัวเชี่ยขังกระเบียเรื่องไอ้การลากระดอยก้นมันอาจเจนหมดตีปกขี้มันจากปวนในขนมนังเต้ขนมนังเงินนะขยำคลายนะปกบาดหอยขมิ้นปีกตีฮะปุ่นเต้านะเอาอยู่หลานสวัสดีค่ะลงไม่ต้องทำยังไม่เชี่ยทำไมรักษากล่องทบโยខ្ញុំមិនស្គាល់ទេយើងជាកងទ័ពត្រូវតែការពារប្រជារាស្ត្រមិនអាចបើកភ្នែកមើលប្រជារាស្ត្រស្ដាប់ទេចេញខ្ញុំឡោលោកមិនតបសូមពិចារណាផងเสือซนแม่ไม่ช่วยไม่ยอมต่อแม่ไม่
ពួកគេនេះស្លាប់ដោយសារតែឯងនឹងហើយនាំគេទៅឲ្យលឿនមានមនុស្សឲ្យលឿនលោកកំពិនមានសពប្រមាណអង្គមកអុកឡុកត្រូវការទៅកម្ចាត់សង្ឃនោះទេមិនចាំមិនទេកិច្ចការយកបានសម្រេចហើយកុំឲ្យរឿងវែងឆ្ងាយខ្ញុំមិនជាធ្វើដំណើរបើត្រឡប់ទៅកោះស៊ូអ៊ីវិញបាទលោកមកចុះមកai lấy sao hai mà thế chặt chọc lên mà lươn lan chọc máu ở lươn chọc máu ở lươn là máu máu tới ở lươn lan cùng giống
ខោអាវនឹងយកពីណាមកធំខ្លាំងអាក្រក់ណាខ្ញុំពាក់ទេខ្ញុំចង់ពាក់ខោអាវស្អាតហេអញមកណាអញអត់មានទេហ៎ តើនោះគឺជាស្អី ម៉ែខ្ញុំឲ្យខ្ញុំ យេខុងផ្លាស់ខោអាវនេះហើយឯងគួរតែដឹងថាអ្វីគួរធ្វើអ្វីមិនគួរធ្វើហើយចាំអ្វីដែលឯងយល់អស់ហើយឯងអាចទៅក្បែរខ្លួនម្ដាយឯងវិញជាមិនខានទី មែនទេ អញ្ចឹងខ្ញុំផ្លាស់សិននិយាយរួមទៅផ្ទះវិញខោអាវស្អាតខ្ញុំមានច្រើនណាស់លោកគ្រូប៉ុន្តែខ្ញុំឈ្មោះយៈខុសវាទៅឈ្មោះយៈវិនអត់បញ្ហាទេពេលខ្ញុំទៅផ្ទះវិញខ្ញុំនៅតែឈ្មោះសៀវហ្វូហើយឈ្មោះយៈវិននេះខ្ញុំនឹងឲ្យឯងវិញណា ឈ្មោះគ្រាន់តែជាការហៅមួយឧទាហរណ៍ដូចជាលោកគ្រូឈ្មោះសង់ជើងធំពួកឯងមើលចុះតើជើងលោកគ្រូធំទេចោមមនុស្សម្នាក់នឹងចចកមួយបើឯងហៅចចកថាជាមនុស្សហើយមនុស្សជាចចកវិញអញ្ចឹងមនុស្សនឹងចចកមានអីខុសគ្នាទៅ អត់ទេ ប៉ុន្តែបើមនុស្សម្នាក់មើលពីសម្បកក្រៅគេគឺជាមនុស្សតែគេបែរជាមានចិត្តជាចចកទៅវិញ មានចិត្តជាចចកតាសំជាមនុស្សទេ មិនសមទេគឺដេរិឆានដូច្នេះហើយឈ្មោះមិនសំខាន់ទេសំខាន់បំផុតគឺចិត្តមនុស្សម្នាក់ បច្ចុប្បន្នជាមនុស្សមានចិត្តជាចចកដូច្នេះខ្ញុំត្រូវតែសម្ដាប់សងសឹកឲ្យពុកម៉ែរបស់ខ្ញុំ គំនុំគំនុំដោយដល់ នៅនឹងបច្ចុប្បន្ន គំនុំគឺនៅក្នុងចិត្តឯងចិត្តជាជនបោកប្រាស់ធំបំផុតអ្នកផ្សេងអាចបោកបានមួយពេលតែវាអាចបោកឯងបានមួយជីវិតទៅស្វែងយល់ពីធម៌ទៅ លោកគ្រូអ្វីទៅហៅថាធម៌ ស្វែងយល់ធម៌ពីដំបូងមនុស្សម្នាក់ទោះជាចិត្តមនុស្សឬក៏ចិត្តចចកដល់ទីបំផុតគឺសិតតែមានចិត្តដ៏ពិតប្រាកដ រឿងដែលអាត្មានិយាយប្រាប់ថ្ងៃនេះគឺរឿងរបស់លោកតាទី2ហួយខើអាចស្ងប់ចិត្តកាលពីមុនហួយខើគោរពលោកគ្រូតាតាក់មកណាស់លោកបែរទៅជញ្ជាំងហួយខើក៏នៅខាងក្រៅរងចាំថ្ងៃនោះធ្លាក់ព្រិលយ៉ាងខ្លាំងតែហួយខើអត់មានកម្លាំងសោះតាក់មកញញឹមហើយប្រាប់ថាអាត្មាបានជួយឯងឲ្យស្ងប់ចិត្តហើយ យកចិត្តឯងមកខ្ញុំជួយឲ្យស្ងប់ ឯងទាំងពីរនាក់ចេញទៅ ប្រហូបថ្ងៃនេះខ្ញុំអត់ហូបទេញ៉ាំហូរចូលទៅក្នុងនឹងច្រើនណាស់ក៏ខ្វក់មែនតែនហេយៈខំតើខ្ញុំអាចទុកជាសាច់ទេព្រាកាយយើងសត្វតែសាច់បើខ្ញុំចូលទៅក្នុងផ្ទះនឹងឆាខ្ញុំទៅហូបខ្ញុំហើយសង់ទូទាំងសៅលីងល្មើសដំណំទាំងអស់អូយយៈវិនអូយយៈវិនឯងអីទេអីទេ យីមិនយ៉ាងម៉េចហើយហ្នឹង ទីនេះអត់តំណងនៅសោះមិនដឹងថាពេលណាទៅម៉ែខ្ញុំមកទទួលខ្ញុំវិញទេតែម្ដាយឯងមកទេប្រកាសជាមកអូយអញធ្វើស្អីធ្វើតិចតិចទេ
ក្រោយពេលធំឡើងណាឯងមិនចង់ធ្វើជាសាំងត្រូវទៅប្រឡូកជាមួយខ្ញុំអាចឲ្យឯងជារទេះសេះធំហើយឲ្យឯងនឹងស្លៀកពាក់បានស្អាតបានសមរម្យណាខ្ញុំអត់ជារទេះសេះទេហើយក៏អត់ចង់ស្លៀកពាក់អាវស្អាតដែរខ្ញុំគ្រាន់តែចង់សងសឹកឲ្យពុកម៉ែខ្ញុំអើយឆ្លងដៃបន្តិចឯងប្រឡូកជាមួយខ្ញុំនឹងមិនអាចសងសឹកទៀតទេយឺតណាយឺតប្រយ័ត្នដួលចុះមកអិចបាទតែយើងយ៉ាវ៉ាន់អាយ៉ាមិនទៅហើយណាយ៉ាវ៉ាន់យ៉ាវ៉ាន់អាយចង់ធ្វើអីហ្នឹងហើយមួយខ្ញុំចង់ឲ្យគ្នាណាធ្វើបាបឯងគឺឯងហេឯងទាំងពីរអ្នកធ្វើអីហ៎ជប់បាយគ្នាក្រឹកឡើងស្រក់ឡើងដឹងថាពួកឯងខុសត្រង់ណាទេតើខ្ញុំល្មើសនឹងការខឹងមែនទេ ហើយចុះឯង ចិត្តខ្ញុំមិនស្ងប់ទេ ពួកឯងទាំងពីរនាក់ទៅលាអង្គតាមមកដើម្បីពិចារណាកំហុសពេលស្ងប់ចិត្តហើយលែងមានកំហុសទៀតហើយម៉ែខ្ញុំអត់មានផ្ញើសម្បត្តិមកខ្ញុំមកច្បាប់សោះថ្ងៃនេះជាថ្ងៃដែលខ្ញុំអត់កំណើតពីមុននៅពេលនេះម៉ែខ្ញុំតែងតែស្ងោរពងមាន់ឲ្យខ្ញុំពីរគ្រាប់ហើយឲ្យខ្ញុំហូបមានអាយុវែងមួយចានតែពេលនេះពុកម៉ែខ្ញុំលែងត្រូវការខ្ញុំហើយយ៉ាងហោចណាស់ឯងនៅមានពុកម៉ែខ្ញុំអត់មានទេតើពុកម៉ែខ្ញុំអាចនឹកខ្ញុំទេគួរតែអាចចាំមិនក៏ពួកគាត់អត់មកមើលខ្ញុំចឹង តើពួកឯងមានពិចារណាកំហុសទេ លោកគ្រូ ត្រូវតែស្ងប់អារម្មណ៍ទើបអាចមើលឃើញពីចិត្តខ្លួនឯង លោកគ្រូខ្ញុំសួរលោកគ្រូរាងកាយគឺជាដើមកចិត្តគឺស្អីគេនោះចិត្តផ្លាកដោយកញ្ចក់ត្រូវឧស្សាហ៍និងព្យាយាមកំណត់ទុកដាក់ខ្លួនត្រូវហើយលោកគ្រូពូសៀវសានថាបើពួកខ្ញុំកណាមិនចេះស្វែងយល់ទេគឺមិនអាចចុះពីលើភ្នំទេពាក្យទាំងនេះបានន័យថាម៉េច លោកគ្រូឆាន់តើពួកឯងឆ្អែតទេអ្នកណាឆាន់អ្នកនោះឆ្អែតវិជាព្រះបុគ្គលស្វែងយល់ដោយខ្លួនឯងពួកឯងស្វែងយល់ពីធម៌គឺត្រូវភ្ញាក់រលឹកដោយខ្លួនឯង លោកគ្រូជួយពួកខ្ញុំផងទៅខ្ញុំសូមបលោកគ្រូជាខំឲ្យលឿនឡើងមកលោកគ្រូជួយពួកខ្ញុំផងទៅពួកខ្ញុំសូមបលោកគ្រូជួយពួកខ្ញុំផងទៅលោកគ្រូ លោកគ្រូ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 
ចម្លែកមែនតើលោកគ្រូមិនឆាន់អីទេ ហេតុអីទៅ ហេតុអីងាយស្រួលទេដើម្បីកាត់បន្ថយសាច់កម្មលើខ្លួនហេលោកគ្រូពួកខ្ញុំកណាយកចង្ហាន់មកហើយលោកគ្រូលោកគ្រូថ្ងៃនេះសរុបគឺ15ស្នៀតលើកពីមុនមួយស្នៀតនៅសល់ស្នៀតកណ្ដាប់ដៃមួយទៀតពួកឯងមើលច្បាស់លោកគ្រូហេតុអីវិជាដំបងនិងវិជាកណ្ដាប់ដៃដូចគ្នាលោកគ្រូបញ្ចេញស្នៀតបានល្អជាងពួកខ្ញុំកណាឯណាចង្ហាន់លោកគ្រូនិមន្តគង់លោកគ្រូនិមន្តឆាន់ លោកគ្រូឆាប់ប្រាប់ពួកខ្ញុំកណាពីរូបមន្តសម្ងាត់ទៅពួកខ្ញុំកណាសូមធានាមិនប្រាប់អ្នកផ្សេងទេឲ្យលោកគ្រូឆាន់អីសិនទៅលោកគ្រូចិត្តចង្អៀតមែនជាវិនប្រាប់គេពីរូបមន្តម្ដងទៀតខ្ញុំកណាទៅជាយវិនគេគឺជាយខំទេវិជាគុណសាលីងគឺធននិងវិជាគុណរួមបញ្ចូលគ្នាចលនានឹងចិត្តស្ងប់បញ្ចូលគ្នាចលនាសំខាន់ចិត្តស្ងប់ក៏សំខាន់រាងកាយកម្រើកប្រៀបដូចជាអ្នកហោះហើរមានតែធននិងវិជាគុណរួមបញ្ចូលគ្នាទេទើបចលនានិងចិត្តស្ងប់រួមបញ្ចូលតែមួយបានហើយខ្ញុំដឹងហើយនៅពេលដែលយើងហាត់គុណត្រូវស្វែងយល់ពីធម៌ឲ្យបានច្រើនខ្ញុំដឹងទាំងអស់ប៉ុន្តែស្វែងយល់ពីធម៌គឺអបសក់ពេកហើយលោកគ្រូគំនិតខ្ញុំកណាគឺតើលោកគ្រូនៅមានរូបមន្តផ្សេងទៀតទេមើលចិត្តឃើញសារជាតិមានន័យតែមួយឲ្យតែឃើញចិត្តឃើញសារជាតិគ្មានឧបសគ្គទាំងឡាយធម្មជាតិនិងមនុស្សប្រែជាតិតែមួយថ្មីត្បិតតែអញ្ចឹងមែនតែអត្តន័យនៃធម៌nàyណាលោកគ្រូមិនក៏ខ្ញុំកណារកមិនឃើញអញ្ចឹងនៅគ្រប់ទិសទីនេះណាគឺអាត្មាដែលគុណជាណាអ្នកណាមិនមែនជាអាត្មាមិនមែនជាអ្នកណាលោកចាអធិការទៅច្បងចៅអធិការស្អីទៅនៅមុខសើច្បងខ្ញុំកណាគឺសៀវសានរហូតលោកគ្រូលោកចាអធិការពួកខ្ញុំកណាទៅវិហារសិនហើយចុងទៅណាក៏ទៅចុះខ្ញុំកណាតឹងរឹងចំពោះពួកគេទាំងពីរអ្នកពេកមែនទេបើមិនតឹងរឹងទេយាវិនមិននឹងអាចបំភ្លេចគំនុំក្នុងចិត្តអ្នកមានគំនុំនៅក្នុងចិត្តគឺយាខុងទេ
គង់មានថ្ងៃណាមួយពួកគេនឹងដឹងច្បាស់ថាថ្បាជាអ្នកណាដល់ពេលនោះពួកគេនឹងដឹងពីសារជាតិខ្លួនឯងឲ្យតែយល់ច្បាស់ពីសារជាតិខ្លួនឯងគេអាចស្គប់ចិត្តហើយ ត្រូវហើយគេទាំងពីរនាក់មានទេពកោសល្យល្អណាស់យាខុងបានបំភ្លេចគំនុំក្នុងចិត្តស្ទើរអស់ទៅហើយប៉ុន្តែយាវិនមិនទាន់បញ្ចប់និស្ស័យនៃមនុស្សលោក និស្ស័យមកដល់គង់តែមានថ្ងៃត្រូវបញ្ចប់ ដល់ពូវិញចូលទៅបាទលោកមេតបពូជប៉ុនចាប់ជារីគិតយ៉ាងម៉េច កំសាន្តណាស់អ្នកទាំងអស់គ្នាកំសាន្តណាស់ខ្ញុំមិនចេះពីវិធីសាស្ត្រប៉ុន្តែខ្ញុំដឹងថាកងទ័ពត្រូវការពីប្រជារាស្ត្រ សម្រាប់ទៅចូលកងបាញ់ព្រួយពួកគេមិនមែនជាប្រជារាស្ត្រទេម្នាក់ក៏មិនទុកដែរបាទ មិនក៏ជានាងទៀតហើយ ឈីជីគួងលោកក្រៅពីចេះសម្រាប់ប្រជារាស្ត្រលោកចេះធ្វើស្អីទៀត ពួកគេនាំពួកចៅចូលមក ពួកគេត្រូវពួកចៅចាប់ទៅ ពួកគេជារាស្ត្រដែលឈរខាងពួកចៅប្រជារាស្ត្របែបនេះខ្ញុំមិនការពារសុវត្ថិភាពពួកគេទេ នេះគឺជាលេសរបស់លោកទេបើសិនជាក្រុមគ្រួសារលោកឈរក្នុងចំណោមពួកគេតើលោកចាត់ការដែរទេ បើសិនជាមានមែនខ្ញុំក៏មិនបន្ធូរដៃដែរជីងខើបានប្រាប់នាងទៅគ្នារបស់យើងលើកនេះរបួសនឹងស្លាប់ប្រមាណអ្នក ការប្រយុទ្ធលើនេះយើងត្រូវរបួស74នាក់ស្លាប់ជា100នាក់រួមទាំងមេកងម្នាក់ដែរ នាងលឺហើយនៅបើគុំដោយសារមនុស្សដែលត្រូវគេចាប់នេះកងទ័ពនឹងមេកងតើអាចស្លាប់កាត់ទេខ្ញុំប្រាប់នាងម្ដងទៀតកុំមករំខានពួកខ្ញុំបើមិនចឹងទេ លោកចង់សម្រាប់ខ្ញុំហ៎មែនទេស្មានមិនដល់ថាឈីជីគួងដែលល្បីឈ្មោះម្នាក់សូម្បីពាក្យសម្រាប់ខ្ញុំក៏មិនហ៊ាននិយាយ នាងទៅវិញទៅ លោកកុំស្មានថាធ្វើអញ្ចឹងខ្ញុំអរគុណលោក លោកមេធំខ្ញុំយល់ថានារីម្នាក់នេះមិនធម្មតាទេរាល់លើកឲ្យតែយើងធ្វើសង្គ្រាមគេមកតាមរហូតគេអាចជារនុកក្នុងទេ គេមកតាមរកពួកគេមិនមែនជារនុកក្នុងទេ ទោះជានាងមិនមែនរនុកក្នុងក៏ដោយរាល់លើកពេលដែលមានសង្គ្រាមកើតឡើងគេមកអុកលុករហូតលោកមេតបតើបដៅគេពេកទេ ប្រហែលជាដោយសារខ្ញុំជាពាក់គេតែយើង
ទៅមើលភូមិសាស្ត្រច្បាស់ហើយរកវិធីចាត់ការពួកចៅទាំងនោះអញ្ចឹងសានតុងនឹងមានសន្តិភាពសំទូលលោកគ្រូពួកយើងទទួលការនិមន្តចូលរួមពិធីសំណែននៅសមុទ្រឌីងប៉នៅថ្ងៃ3កើតខែ3សូមលោកគ្រូចូលរួមផងបនសែនសមុទ្រដែរលើថាត្រូវដកបំរាមសមុទ្រទៀតដកបំរាមសមុទ្រគឺល្អហើយសង្ឃឹមថាក្នុងពេលដកបំរាមនេះអាចចាត់ការពួកចៅឆ្លៀនពៀនបានលោកគ្រូគិតចង់នាំអ្នកណាទៅមានតែអាត្មាហើយនិយាយខុងទៅបានហើយអញ្ចឹងបានខ្ញុំកណាទៅហៅយក្ខខំរៀបចំខ្លួននឹកផ្ទះមែនទេឮសាច់ច្បាស់ថាឥឡូវនៅបនជឿជាងកន្លែងណាក៏មានពួកជប៉ុនដែរមួយរយៈមុនបានវាយដល់ណានជីងទៀតបានណានជីងត្រូវគេវាយយកបានហួយចៅក៏រំរួចដែរអាចដឹងហើយថាហួយចៅជាផ្ទះរបស់ខ្ញុំមិនដឹងជាឥឡូវនេះផ្ទះខ្ញុំខ្លាចទៅជាយ៉ាងណាទៅហើយទេឥឡូវខ្ញុំត្រូវចាក់ចេញពីវិហារសាលីងខ្ញុំត្រូវទៅមើលពុកខ្ញុំនិងម្ដាយខ្ញុំហើយមិនចង់ចាក់ចេញទេអញ្ចឹងឯងមិនចង់សងសឹកទេគំនុំនៅឯណាគំនុំនៅទីណាតើឯងភ្លេចហើយហ៎ពុកម៉ែឯងត្រូវពួកជប៉ុនសម្លាប់ណាពីមុនក្នុងចិត្តរបស់ខ្ញុំមានគំនុំឥឡូវនេះគំនុំនេះបានរលាយពីក្នុងចិត្តខ្ញុំហើយឯងកុំនិយាយព្រាយផ្ដាស់យេខំតើឯងភ្លេចហើយហេតុអីបានជាឯងប៊ូចំណាយឯងក៏ភ្លេចដែរហេតុអីបានជាមិនឯងបញ្ជូនឯងមកវិហារសាលីងឥឡូវខ្ញុំពិតជាចង់ដឹងណាថាតើពុកម៉ែខ្ញុំឥឡូវនេះយ៉ាងម៉េចទៅហើយកងទ័ពទាំងឡាយលាក់ខ្លួននៅទីនេះលោកមេតបទីនេះគឺជាជាងបើចង់កម្ចាត់ពួកឆ្លៀនពៀនតើត្រូវរាយការណ៍ប្រាប់លោកមេតបចាងទេបើយើងប្រាប់មេតបចាងរាយការណ៍ទៅផ្នែកកងទ័ពអញ្ចឹងពួកចៅឆ្លៀនពៀនប្រកាសជារត់បាត់ប៉ុន្តែអត់មានវិជាពីថ្នាក់លើយើងមិនចេញទ័ពដោយខ្លួនឯងគឺមានទោសធ្ងន់ណាស់ខ្ញុំតាមសំណាប់ពួកឆ្លៀនពៀនតាមមានទោសអីជីងបាទធ្វើតាមផែនការរបស់យើងលាក់ខ្លួនទៅបាទមកតាមខ្ញុំទាំងអស់គ្នាចាំស្ដាប់ពួកឆ្លៀនពៀនរាប់រយនាក់សម្រាប់ប្រជារាស្ត្រមហាមេយើងឲ្យតែពេលដែលប្រយុទ្ធជាមួយគេអ្នកទាំងអស់គ្នាត្រូវតាំងចិត្តក្លាហានអ្នកណាដកថយត្រូវមានទោសប្រហារជីវិតបាទត្រៀមខ្លួនឈប់សិនវ៉ាន់ពីវការពិតលោកម្ចាស់វ៉ាន់គ្រប់គ្រងតំបន់ជាជាងទេជីជីគូលោកធ្លាប់ធុបពីហើយលោកម្ចាស់
ខ្ញុំកំចាត់ពួកឈ្លានពានអត់ធ្វើអីខុសទេ លោកនាំកម្លាំងចូលជឿជាក់ដោយផ្ទាល់ការពិតខ្ញុំអាចជួយនិយាយលោកបានតែបើនឹកស្មានថាលោកមិនស្គាល់កលៈទេសៈសោះចាប់ខ្លួនឈីជីគង ជុំសិន លោកមិនតបឈីជីគងឯងចង់ក្បត់ លោកម្ចាស់បានខ្ញុំចាត់ការពួកឈ្លានពានមិនក៏ថាខ្ញុំក្បត់ ពួកឈ្លានពាននៅទីនេះតូចខ្ញុំជាអ្នកដោះស្រាយមិនចាំបាច់លោករវល់ទេចាប់ខ្លួនឈីជីគ លោក ង ម្ចាស់បានកងទ័ពខ្ញុំកំពុងតែប្រយុទ្ធជាមួយនឹងពួកជប៉ុនចាំក្រោយពេលដែលខ្ញុំប្រយុទ្ធហើយចាំលោកកាត់ទោសខ្ញុំចុះ លោកមិនតប លោកម្ចាស់បាន ហ៊ានណាហ៊ានរៀបរៀងមានតូចដូចឈីជីគងចាប់ខ្លួនគេទៅ អ្នកបំរើយកតែមក បាទទៅហើយ លោកគ្រូពងខ្ញុំកណាចាក់តែប្រគេនគិតលុយទៅអ្នកបំរើគិតលុយបាទលីហើយណាលីហើយ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 អូយអេពីរអង្គទៅតែនិមន្តចេញទៅឥឡូវនេះមួយអង្គនិមន្តមកទៀតបដិជគុណចង់ឆាន់អីដែរ អត់ទេអ្នកបំរើតើផ្លូវណាទៅហួយចៅ ទីនេះគឺហួយចៅហើយតានៅខាងមុខទៀតគឺក្រុងហួយចៅ អរគុណហើយណា Bốc Mai Bốc Mai Nè nó Lục ta cháu Ấy cửខ្ញុំគឺសៀវហ្វូជាកូនរបស់ចៅជាយាណា Ồ Siêu phu à Ai thu bật đất hơi ấy លោកតាត្រូវហើយឯណាពុកម៉ែរបស់ខ្ញុំ ណែនេះជាសមុទ្រដែលខ្ញុំផ្ញើជូនម្ដាយខ្ញុំ Sầm bọt để khiêu bẻ xả tục à ចុះពុកខ្ញុំនិងម៉ែខ្ញុំពួកគាត់យ៉ាងម៉េចទៅហើយត្រូវពួកឈ្លាមពេលសម្រាប់ហើយហ៎លោកតាប្រាប់ខ្ញុំមក Rồi chạy bị tỉ đi ពួកគាត់រើទៅពីអង្ការ Đọc bảm chân đạp bồn
នោះគឺជាពេលដែលពួកគាត់បញ្ជូនខ្ញុំទៅវិហារសាលីងតើហេតុអីបានជាពួកគាត់ចង់រើផ្ទះ ឯងមិនទាន់ដឹងទេពួកគាត់មិនចង់ជួបឯង ពុកម៉ែដាច់ចិត្តពេកហើយហេតុអីទុកខ្ញុំចោលពុកម៉ែដាច់ចិត្តទុកខ្ញុំចោលហ៎ពុកខ្ញុំជាកូនរបស់ពុកម៉ែហេតុអីទៅ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 តើហេតុអីហេតុអីទៅហេតុអីទៅ ជាគូឯងមិនគោរពច្បាប់សម្រុកចូលជឿជាំងបញ្ជាកងទ័ពដោយខ្លួនឯងមានបំណងអាក្រក់ប្រហារជីវិតភ្លាម លោកម្ចាស់អ៊ីតើមានការអី លោកម្ចាស់វ៉ាន់សូមពិនិត្យមើលលោកម្ចាស់ចាំងជីមានបញ្ជាប្រគល់ជីគង់ឲ្យខ្ញុំ បើជើងទៅហើយខ្ញុំប្រគល់ជីគង់ឲ្យទៅលោកចុះ នាំជីគង់ទៅបន្ទីធំ បាទ លោកមិនតបអ្នកទៅជីគង់មកដល់ហើយ ចេញទៅវិញចុះ បាទ អាយុប្រមាណហើយ26នៅក្មេងណោះខ្ញុំធ្លាប់ឆ្លងកាត់វ័យដូចឯងឃើញអ្វីក៏មិនពេញចិត្តស្មានថាកម្លាំងរបស់ខ្លួនឯងអាចកែប្រែអ្វីទាំងឡាយបានលោកកំពុងតែអប់រំខ្ញុំមែនទេលោកមិនយល់ថាខ្លួនឯងអស់សង្ឃឹមពេកទេថ្ងៃនេះបានជួបលោកមេតបអ៊ីខ្ញុំយល់ថាខ្លួនឯងក្មេងមែនអូខ្ញុំកំពុងតាមសម្រាប់ពួកឈ្លានពានប៉ុន្តែលោកមេតបអ៊ីកំពុងតែបាត់បង់សេចក្តីក្លាហានក្នុងការសម្រាប់ពួកឈ្លានពាននៅហ្វូជៀនពួកឈ្លានពានតើឯងមានធ្លាប់គិតទេពេលសម្រាប់ពួកគេអស់ហើយឯងគិតយ៉ាងម៉េចពួកយើងទាំងអស់គ្នារស់នៅដោយសុខសាន្តមិនមែនទេក្រោយពេលដែលសម្រាប់ពួកវាអស់ហើយឯងប្រកាសជាគ្រោះថ្នាក់មួយទៀតប្រហែលជាមានក្រុមចៅសមុទ្រវាបង្កើតឡើងដើម្បីប្លន់និយាយរួមទៅគ្មានសេចក្តីសុខនោះទេតែមានន័យថាម៉េចមានពួកចៅប្រជារាស្ត្ររស់នៅមិនបានសុខគ្មានពួកចៅប្រជារាស្ត្រក៏រស់នៅមិនបានសុខប៉ុន្តែចំពោះយើងវិញបើគ្មានពួកចៅប្រាក់ខែក៏ថយចុះប្រយោជន៍ក៏គ្មានរហូតដល់ចុះឋានៈទៀតហ៎ការពិតលោកម្ចាស់អ៊ីគិតពីឋានៈនឹងមាសប្រាក់ដើម្បីមាសប្រាក់បនស័កលោកឲ្យពួកចៅឈ្លានពានធ្វើអ្វីតាមចិត្តដូច្នេះហើយបានជាខ្ញុំថាឯងក្មេងពេក
បើមានពួកចៅយើងទទួលការលើកដំកើងរស់នៅដោយសុខស្រួលចំណុចនេះហេតុអីបានចាក់ឯមិនយល់លោកម្ចាស់ទុកថាខ្ញុំមើលខុសទៅចុះខ្ញុំស្មានថាលោកខុសពីវ៉ាន់ពីវប៉ុន្តែមិននឹកស្មានថាលោកហើយនឹងវ៉ាន់ពីវជាមនុស្សដូចគ្នាទេថ្លឹងធំពេលនេះខ្ញុំមានទោសប្រហារជីវិតទៅហើយដូច្នេះអ្វីក៏ខ្ញុំមិនខ្លាចទៀតដែរខ្ញុំប្រាប់លោកទៅចុះខ្ញុំមកធ្វើសង្គ្រាមមិនមែនមកយកឋានៈបនស័កទេពិតមែនល្អណាស់ជីគួងខ្ញុំមើលឯងមិនខុសទេតើលោកចង់យ៉ាងម៉េចយល់សម្ដីរបស់ខ្ញុំអញវិញទេខ្ញុំមិនចង់ដឹងទេអ៊ីតាអ៊ីវខ្ញុំឈរជើងនៅហ្វូជីរយៈពេល10ឆ្នាំខ្ញុំត្រូវបានតែងតាំងមកជាជាងដើម្បីកម្ចាត់ពួកឈ្លានពានប៉ុន្តែក្រោយពេលដែលខ្ញុំមកដល់ជាជាងហើយខ្ញុំសង្កេតឃើញថាពួកឈ្លានពាននេះចាត់ការមិនងាយអស់ទេដោយសារតែពួកមន្ត្រីនៅទីនេះសុទ្ធតែគិតឃើញពីផលប្រយោជន៍ត្រូវហើយតាំងពីលើដល់ក្រោមរួមទាំងលោកម្ចាស់វ៉ាន់នោះដូច្នេះបានជាខ្ញុំមកដល់ទីនេះធ្វើអ្វីក៏មានការពិបាកខ្ញុំសម្លឹងរកមនុស្សម្នាក់ដើម្បីជួយទីបំផុតខ្ញុំរកឃើញឯងតើអញយល់ព្រមទេលោកម្ចាស់អ៊ីព្រមប្រើប្រាស់ខ្ញុំដោយស្មោះមែនទេខ្ញុំមិនបដិសេធទេចោលបើសៀតឯងហ៊ានទាត់យើងផងហ៎តែឯងធ្វើស្អីហ្នឹងតើមានរឿងអី មេតបអ៊ីងប៉ឈ្មោះឈី